អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានសាច់រឿងមកទៀតណាអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងរឿងរ៉ាវបរិសម្នាក់ហ្នឹងរបៀបថាគាត់មកដូចថាមកពីធ្វើការវិញណាអ្នកទាំងអស់គ្នាហើយគាត់ក៏ជួបរឿងចម្លែកប្លែកខ្លាំងមែនតើអ្នកទាំងអស់គ្នារបៀបថាព្រឺតែម្ដងណាអញ្ចឹងអ្នកដែលណាដែលគាត់អូឃើញវីដេអូនេះពេលយប់អីមើលពេលយប់អីគឺថាដឹងតែព្រឺរោមរបស់ខ្ញុំតែម្ដងព្រោះតែតាមទី1អ្នកទាំងអស់គ្នាពេលខ្ញុំឃើញវីដេអូនេះដំបូងគឺខ្ញុំមានអារម្មណ៍ថាភ័យមកមែនតើណាខ្ញុំព្រឺហើយសំខាន់បរិសុទ្ធគឺគាត់ហ៊ាននៅផ្ទះហ្នឹងទេអ្នកនរគ្នាទៅនៅផ្ទះហ្នឹងជួបបញ្ហារឿងបែបហ្នឹងណាអូខេអ្នកនរគ្នាអញ្ចឹងចូលដល់សាច់រឿងមកទៅមើលនៅក្នុងវីដេអូហ្នឹងវាថាបរិសុទ្ធហ្នឹងគាត់ដូចថាមកពីធ្វើការវិញណាព្រោះដោយសារខ្ញុំឃើញគាត់បែរមើលជុំវិញបរិវេណហ្នឹងមើលទៅដូចជាគាត់ទៅចេញពីធ្វើការអញ្ចឹងទៅព្រោះដោយសារគាត់និយាយភាសាមើលទៅដូចភាសាអេស្ប៉ាញទាំងភាសាប្រេស៊ីលទាំងខ្ញុំស្ដាប់អត់សូវបានទេអ្នកនរគ្នាប៉ុន្តែខ្ញុំមើលតាមវីដេអូគាត់អញ្ចឹងណាមើលតាមកាយវិការនៅក្នុងវីដេអូហ្នឹងទៅអញ្ចឹងចេះស្មានទៅហើយរបៀបថាពេលគាត់មកដល់មកដូចថាមកពីធ្វើការវិញអញ្ចឹងគាត់ក៏បានថតនៅមុខផ្ទះគាត់ហ្នឹងតែម្ដងអ្នកនរគ្នាថតឡើងមុខទ្វារហើយពេលគាត់ថតហ្នឹងអ្នកនរគ្នាគឺអត់ទាន់មានអ្វីកើតឡើងទេរបៀបថាគាត់នៅញ៉ៃនេះចៃនោះប្រាប់ជុំវិញមកវិញផ្ទះគាត់អីចឹងទៅហើយអ្នកទាំងអស់គ្នាស្រាប់តែគាត់បែរមកអាមុខផ្ទះដោយសាររឿងហ្នឹងវាតែងតែជួបនៅលើគាត់ហើយបើតាមខ្ញុំមើលនៅក្នុងខមមិនណាគាត់ក៏បានថតអាទ្វីផ្ទះហ្នឹងស្រាប់តែអ្នកទាំងអស់គ្នាគឺលេចចេញដូចថាមានកញ្ញាដៃយ៉ាងដៃអានេះជាធម្មតាតែសកេតពីចឹងចូលចិត្តណាស់ស្គាល់តែយើងទាញធឺចុះឡើងដូចជាគេបិទអាហ្នឹងដើម្បីបាំងអត់ឲ្យឃើញនៅក្នុងផ្ទះហើយគេបាំងពីលើថ្ងៃអីអញ្ចឹងណាអញ្ចឹងអាហ្នឹងលុះត្រាតែរបៀបថាយើងទាញមិនវាហឺតឡើងទៅលើឃើញនៅក្នុងផ្ទះតែរបៀបថាបុរសគាត់តបានចូលទៅក្នុងផ្ទះអ្នកនរគ្នាប៉ុន្តែរបៀបថាគាត់ថតនៅមុខទ្វារអញ្ចឹងណាថតហើយបន្ទាប់មករបៀបថាអាយឺតហ្នឹងណាដូចមានស្អីគេនេះដូចចែកដូចពើអញ្ចឹងណាហើយបន្ទាប់មកហែកអាហ្នឹងហែកមើលប៉ុន្តែយើងមើលនៅក្នុងវីដេអូនេះវាអត់ឃើញទេអ្នកនរគ្នាចាំបើខ្ញុំស៊ុំឲ្យអ្នកនរគ្នាមើលឲ្យចូលចិត្តមកវាថាដូចថាមានដៃនោះត្រង់ពីចាស់ហើយពីអាហ្នឹងមើលចាស់ពីអាហ្នឹងមើលចឹងអានេះក៏តាមខ្ញុំស្មានព្រោះខ្ញុំឃើញនៅក្នុងវីដេអូណាខ្ញុំវាបើកចាស់ពេលបើកចឹងគឺប្រើតែមនុស្សហ្នឹងឡើងចាស់ឬក៏ទាញចាស់ដល់ពេលហើយបរិសុទ្ធហ្នឹងគាត់ក៏បានឃើញអាហ្នឹងណាគាត់ក៏បានឃើញគាត់ក៏របៀបថាអត់ចាំយូរទេគឺគាត់បានដើរចូលបើកទ្វារទៅក្នុងផ្ទះហើយបើតាមមើលនៅក្នុងផ្ទះហ្នឹងមានកន្លែងហ្នឹងកន្លែងគាត់ធ្វើការអីចឹងណាបងប្អូនគ្នាអានេះដូចកន្លែងគាត់ធ្វើការមានទុកសម្ភារៈជាច្រើនមានទូមានកៅអីមានoutdoor មានអីផ្សេងមានតុក្កតាមានអីចឹងទៅហើយបើមើលនៅក្នុងបន្ទប់ហ្នឹងគឺព្រឺខ្លាំងមែនតើអ្នកនរគ្នាលក្ខណៈថាទ្វារអីបិទបើកចឹងទៅនេះឃើញអត់មានខ្យល់មានអីហិចពួយយ៉ាងហ្នឹងព្រឺយ៉ាងហ្នឹងតែសើបរងហ្នឹងគាត់ហ៊ាននៅក្នុងហ្នឹងណាហើយនៅក្នុងហ្នឹងមើលសិទ្ធិវត្ថុចម្លែកមានក្បាលមនុស្សក្បាលមិនក្បាលមនុស្សអានោះដូចក្បាលបិសាចហើយមានតុក្កតាខ្ញុំគិតថាអាមិញហ្នឹងវាអាចដូចជាវិញ្ញាណអីមួយដែលស្ថិតនៅក្នុងរបស់របរអីមួយអញ្ចឹងណាហើយវាអត់ទៅណាគឺវានៅក្នុងហ្នឹងតែយ៉ាងដឹងថាវាស្ថិតនៅក្នុងវត្ថុមួយណាហើយតែបើខ្ញុំមើលនៅក្នុងខមមិនគឺគេខមមិនថតតុក្កតានោះដូចតុក្កតាអានបែអញ្ចឹងពាក់ថាពណ៌សគេគិតថាអាបិសាចហ្នឹងវានៅរបៀបថាព្រលឹងអីហ្នឹងគឺវាស្ថិតនៅក្នុងតុក្កតាអញ្ចឹងទៅហើយក៏មានវែកញែកនៅក្នុងខមមិនច្រើនខ្លាំងមែនតែគេសេជាភាសាអេស្ប៉ាញអញ្ចឹងទៅតែយើងបកប្រែជាអង់គ្លេសតែស្លាជាអង់គ្លេសអញ្ចឹងទៅហើយបើដល់ហ្នឹងគាត់និយាយថាគាត់ថតជាមួយបាក់វែនគឺគាត់ថាដូចអត់មានឃើញអីទេអ្នកនរគ្នាដើរមើលនៅក្នុងទូនេះមើលកន្លែងនេះអីទៅទាំងដែលពេលហ្នឹងគាត់និយាយថាឃើញអាហ្នឹងភ្លាមគាត់បើកទ្វារនឹងភ្លាមមកប៉ុន្តែលក្ខណៈថាដោយអត់មានឃើញអីទាំងអស់អ្នកនរគ្នាចូលមកគឺអត់មានឃើញអីអញ្ចឹងមុនហ្នឹងគឺអាណាគឺនរណាគេដែលបើកទាញហឺតហ្នឹងអាហឺតហ្នឹងគឺត្រូវតែអ្នកនៅក្នុងមានអ្នកនៅក្នុងហ្នឹងបានអាចប៉ះអាហឺតនៅបានអត់មានខ្យល់អីមកប៉ះនៅព្រោះចិត្តធម្មតាអាហ្នឹងវាគេថាយើងនៅខាងក្រៅអញ្ចឹងអាហ្នឹងវាមានកញ្ចក់បិទអីអញ្ចឹងខ្យល់ចូលអត់កើតទេលុះត្រាតែមានអ្នកនៅក្នុងហឺតអាហ្នឹងបានថាបានគេហឺតបានព្រោះអ្នកនៅខាងក្រៅអត់អាចហឺតបានទេដល់គេចូលមកក្នុងហើយមិនមកហឺតបានព្រោះតែសារវាមានកញ្ចក់បាំងពីទ្វារហើយបន្តមកមានអាហ្នឹងនៅខាងក្នុងហើយវាថាមើលបើវិញក្នុងផ្ទះគឺមានអារម្មណ៍ថាព្រឺខ្លាំងតែនោះគេខមមិនថានោះតុក្កតានឹងអ្នកនរគ្នាឃើញអត់តុក្កតានឹងថាអាចវិញ្ញាណអាចនៅក្នុង
ហើយពីច្រើនអាចដែរអ្នកនរគ្នាវិញ្ញាណខ្លះអាចស្ថិតនៅក្នុងតុក្កតាហើយបរិបទហ្នឹងភាសាគាត់ថតថាគាត់ហ៊ាននៅកន្លែងហ្នឹងជាធម្មតាគឺនៅមានរឿងចឹងអ្នកខ្លះគេអត់ហ៊ាននៅតែបរិបទនេះមិនគាត់ឃើញចោលគាត់ហ៊ានចូលថតហើយគាត់ហ៊ាននិយាយថាគាត់ហ៊ានថតឲ្យយើងមើលហើយអ្នកនរគ្នាចូលឆែក account គាត់បាន account គាត់មានឈ្មោះស្អីគេPerry Master អីនេះនិយាយទៅឈ្មោះរៀងពិបាកដែរឈ្មោះបែបEspagne ទាំង Asian ចឹងហ្នឹងតែនិយាយទៅអ្នកនរគ្នាអាចចូលឆែកមើលវីដេអូបាត់គាត់បានជាមួយខ្ញុំដាក់ TikTok គាត់គឺអញ្ចឹងអ្នកនរគ្នាមិនចាំថាគឺតែតតងច្បាស់អ្នកនរគ្នាអាសាចូលទៅមើលនៅក្នុង account ទៅគឺឃើញគាត់ដូចថាថតនៅក្នុងហាងហើយហាងគាត់មើលទៅដូចកន្លែងចាក់សាក់កន្លែងអីចឹងណាអ្នកនរគ្នាអញ្ចឹងកាប់ប៉ុន្តែវានៅមានភាពផ្សេងទៀតអ្នកឃើញគាត់បង្ហោះហ្នឹងមានភាពដែលនិយាយតតងនឹងអាទ្វារនឹងច្រើនអញ្ចឹងឃើញ4វីដេអូ5វីដេអូឲ្យថតនៅក្នុងអាកន្លែងមន្ទីរនៅក្នុងអាកន្លែងគាត់ហាងនិយាយទៅនិយាយចំទៅកន្លែងហ្នឹងគឺកន្លែងហាងរបស់គាត់ដែលហាងទទួលសាក់គេសាក់លើដៃរូបអីចឹងទៅហើយវាក៏មានជួបហេតុការណ៍ទ្វារស្អីមិញហ្នឹងអូនិយាយទៅព្រឹងខ្លាំងតែអញ្ចឹងអ្នកនរគ្នាចង់មើលអីបន្ថែមទៀតអាចចូលទៅក្នុងមើលនៅក្នុង account គាត់ហ្នឹងបានខ្ញុំមើលហើយខ្ញុំមានអារម្មណ៍ថាព្រឹងអាកន្លែងបើនឹងយើងមានអារម្មណ៍ថាពេលយើងចេញពីធ្វើការមកឬក៏មិនអីចឹងរបៀបថាចេញពីធ្វើការមកលេងមកដល់មុខទ្វារលេងឃើញអញ្ចឹងគឺព្រឹងខ្លាំងតែអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចាំមើលនឹងមានរឿងអីតកតងរឿងអីផ្លែកតែជួបទៀតជាមួយខ្ញុំមិនយកមកនិយាយទៀតអូខេអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច Subscribe Channel ខ្ញុំម្នាក់មួយផងនេះគឺជា Channel ថ្មីចាំអ្នកទាំងអស់គ្នាចូលចិត្តរឿងខ្ញុំនិយាយចឹងកុំភ្លេចចុច Like និង Subscribe ផងអរគុណ